ចូលមកដល់ថ្ងៃទី2នៃការធ្វើផ្លូវដើរពីក្រោយផ្ទះហ្នឹងឡើងទៅកន្លែងអាងហែលទឹកបងប្អូនហើយដូចបងប្អូនមើលអញ្ចឹងគឺអានេះគឺខ្ញុំធ្វើពីម្សិលមិញហើយខ្ញុំស្រោចទឹកស្រោចអីហើយអញ្ចឹងណាប្តីខ្ញុំក៏គាត់បានជួយដំប្រហាប់ដីនឹងឲ្យវាទៅក្នុងអញ្ចឹងទៅដើម្បីឲ្យខ្ញុំនឹងស្រួលរៀបចំដាក់ឥដ្ឋដាក់អីអញ្ចឹងបន្តទៅហើយវីដេអូមួយនេះខ្ញុំធ្វើសាមញ្ញមែនតើអញ្ចឹងបើទោះជាបងប្អូនស្រីយើងក៏គាត់អាចធ្វើបានដែរគឺអាផ្លូវដើររបៀបរៀបចំជាកាឡាការ៉ូអីចឹងស្អាតអញ្ចឹងណាបងប្អូនអាចជ្រើសរើសនៅឧបករណ៍ឬក៏សម្ភារៈផ្សេងដូចជាឥដ្ឋដូចជាអីហ្នឹងបងប្អូនអាចច្នៃរូបរាងស្អាតជាងនឹងទៀតក៏បានដែរយើងអាចរកកន្លែងគេលក់គ្រឿងសំណង់គ្រឿងអីចឹងទៅបើនៅស្រុកអូស្ត្រាលីនេះសម្បូរជាងគេគឺនៅបាននីងបានអីហ្នឹងណាអញ្ចឹងបងប្អូនអាចទៅរកមើលអស់នឹងបានចឹងទៅហើយឥឡូវហ្នឹងកំពុងឈរពិភាក្សាជាមួយនឹងគ្រួសារថាតើគួរធ្វើយ៉ាងម៉េចអីយ៉ាងម៉េចអញ្ចឹងណាពួកអីដូចខ្ញុំជម្រាបជូនបងប្អូនចឹងខ្ញុំអត់សូវប្រកែក្នុងការវាស់ក្នុងការវែងទេភាគច្រើនខ្ញុំច្រើនតែធ្វើតាមលក្ខណៈមួយគេហៅថាក្បាច់ស្រីនិយាយពីរឿងក្បាច់ស្រីហ្នឹងនឹកឃើញសុភាសិតខ្មែរយើងមួយដែលគេថាអីគេសំណាបយោងដីស្រីយោងប្រុសណាហ្នឹងហើយអាសំណាបយោងដីហ្នឹងគឺខ្ញុំអត់ដឹងសោះហើយមិនដឹងថាយោងយ៉ាងម៉េចទេដល់ពេលស្រីយោងប្រុសអាហ្នឹងខ្ញុំដឹងធម្មតាស្រីយោងប្រុសគឺការងារមួយចំនួនត្រូវការស្រីដែរអញ្ចឹងណាដូចកន្លែងនេះអញ្ចឹងមិនថាស្រីថាប្រុសយោងគ្នាទេគឺថាជួយគ្នាទៅវិញទៅមកហើយការងារមួយនេះបងប្អូនបើសិនជាអត់មានប្តីខ្ញុំក៏ខ្ញុំធ្វើអត់កើតដែរដោយសារតែអាដែកសងខាងពីរហ្នឹងគឺពិតជាធ្ងន់មែនតើហើយដែកហ្នឹងគឺខ្ញុំដូចខ្ញុំជម្រាបជូនវីដេអូដំបូងអញ្ចឹងគឺអស់$380ចិត្តបូកចូល400អញ្ចឹងណាអញ្ចឹងត្រឡប់មកវិញគឺខ្ញុំធ្វើលក្ខណៈក្បាច់ស្រីបងប្អូនខ្ញុំអត់ចាំបាច់វាស់ចាំបាច់វែងទេគឺខ្ញុំទៅរកអាឈើរបស់ខ្ញុំមួយមកដើម្បីយកមកដូចថានេះឈើកន្លែងហ្នឹងប្រហែលជាមកចង្អាបងប្អូនអាហ្នឹងខ្ញុំហៅថាក្បាច់ស្រីហើយបងប្អូនហៅថាក្បាច់អីក៏ក្បាច់ទៅខ្ញុំដឹងទេខ្ញុំដឹងថាខ្ញុំធ្វើវិធីនេះគឺស្រួលរបស់ខ្ញុំហើយម្យ៉ាងវិញទៀតបងប្អូនស្រីត្រូវប្រយ័ត្នមែនទែនពេលលើកដុំឥដ្ឋអញ្ចេះដុំឥដ្ឋហ្នឹងគឺធ្ងន់ណាស់អត់លេងសើចទេអញ្ចឹងពេលដែលលើកហ្នឹងគឺអាចយកចំហឲ្យត្រឹមត្រូវឈររបៀបជើងកែបបងប្អូនឈររបៀបជើងកែបមានន័យថាបើសិនជាអ្នកហាត់ប្រាណគឺគាត់ដឹងហើយថាតើត្រូវប្រឈរយ៉ាងម៉េចហើយលើកយ៉ាងម៉េចគេមិនលើកអោនទៅលើគេណាបងប្អូនគឺបន្ទន់ជើងហើយលើកវាឡើងមកឬក៏ដាក់វាចុះបន្ទន់ជើងអាហ្នឹងគឺវិធីនៃការលើកអីវ៉ាន់ធ្ងន់ណាព្រោះដោយសារចំហិអាហ្នឹងគឺប្តីខ្ញុំគាត់តែងតែបរៀនខ្ញុំអាហ្នឹងខ្លាំងមែនទែនព្រោះគាត់ថាគាត់ធ្លាប់បរៀនគេពីរឿង sport រឿងអីណាឥឡូវចូលដល់ចំណុចសំខាន់នេះកន្លែងចំណុចមួយនេះដែលខ្ញុំចង់បង្ហាញបងប្អូនថាតើហេតុអីវាជាចំណុចសំខាន់ព្រោះធម្មតាពេលដែលដាក់អាដែកហ្នឹងទៅវាអត់ស្មើគ្នាទេណាបងប្អូនអញ្ចឹងយើងត្រូវវាស់វាហ្នឹងគឺយើងយកឥដ្ឋយើងហ្នឹងដាក់ឲ្យចំប្លោះក្តារអញ្ចឹងយើងវាស់អាសងខាងហ្នឹងថាតើប្រមាណទៅប្រមាណអញ្ចឹងខ្ញុំវាស់ហ្នឹងគឺ90ទៅ90មកចន្លោះពីអាកន្លែងឥដ្ឋហ្នឹងណាបងប្អូនអញ្ចឹងចន្លោះពីកន្លែងឥដ្ឋហ្នឹងគឺ90ទៅ90ពេលដែលដាក់ឥដ្ឋហើយឃើញអាកន្លែងនេះឆ្កងកន្លែងហ្នឹងដែកហ្នឹងវាមើលទៅឆ្កងមែនតើអញ្ចឹងក៏ខ្ញុំយកឥដ្ឋហ្នឹងមករៀបអញ្ចឹងណាតែរៀបអត់ទាន់ហើយទេព្រោះអីត្រូវការចាក់គ្រួសនេះឲ្យហើយមុនសិនដើម្បីខ្ញុំរៀបឥដ្ឋហ្នឹងតាមក្រោយអញ្ចឹងទៅហើយការចាក់គ្រួសនេះបងប្អូនអើយបើសិនជាអត់មានតប៉ិខ្ញុំមកជួយទេគឺខ្ញុំមិនដឹងថាធ្វើយ៉ាងម៉េចទេមិនថាធ្វើមិនទេធ្វើដែរគ្រាន់តែថាវាយូរអញ្ចឹងណាហើយចង្កេះខ្ញុំហ្នឹងគឺដឹងតែរយខ្លាំងមែនតែម្ដងហើយនិយាយពីរឿងរយចង្កេះហ្នឹងពងអង្គុយកាត់តវីដេអូបងប្អូនហ្នឹងក៏ខ្ញុំរយចង្កេះដែរនិយាយមែនណាបងប្អូនខំប្រឹងណាហើយថតបង្ហាញបងប្អូនម្សិលមិញវីដេអូមានអ្នកមើលប្រហែលជា10000នាក់កុំឲ្យបានលុយមួយសេនបងប្អូន Facebook គាត់លេងសើមែនតែនតែទោះបីជា Facebook មិនឲ្យលុយឬក៏យ៉ាងណាក៏អត់បញ្ហាដែរព្រោះអីខ្ញុំធ្វើវីដេអូនេះគឺដើម្បីចែករំលែកឲ្យបងប្អូនបានទស្សនាមើលនៅគំនិតមួយចំនួនភាពសាមញ្ញរបស់ខ្ញុំដែលខ្ញុំធ្វើនៅក្រោយសួនអីចឹងណារៀបចំក្រោយផ្ទះរៀបចំសួនអីចឹងទៅសម្រាប់បងប្អូនដែលចង់រៀបចំផ្ទះខ្លួនឯងដែរអត់ដែលមានគំនិតឬក៏អត់ដឹងថាត្រូវធ្វើយ៉ាងម៉េចទៅគាត់បើកវីដេអូខ្ញុំទៅចំអញ្ចឹងទៅក៏គាត់អាចមានគំនិតច្នៃជួនកាលបងប្អូនខ្លះគាត់ច្នៃស្អាតជាងខ្ញុំផងខ្ញុំមិនសូវជាអ្នកប៉ាកែអ្នកជំនាញអីទេគាត់ថាឃើញមិនធ្វើចឹងណាប៉ុន្តែខ្ញុំ
យកខួរខ្ញុំហ្នឹងគិតតែរឿងឆ្នៃក្រោយផ្ទះខ្ញុំហ្នឹងឲ្យបានច្រើនបន្តិចដោយសារផ្ទះខ្ញុំហ្នឹងដីខ្ញុំហ្នឹងក៏វារៀងធំដែរអញ្ចឹងណាហើយខ្ញុំចង់ដាំដើមឈើធំដែរប៉ុន្តែដាំមិនកើតទេបងប្អូនអើយពួកអីអត់មានកម្លាំងជីកដីទេដីនៅខាងក្រោមហ្នឹងគេហៅថាដីថ្មដីភ្នំដីគ្រួសដីឥដ្ឋវេទនាជីកណាខ្ញុំជីកម្ដងឈឺស្មានណាបងប្អូនហើយឥឡូវហ្នឹងផ្លូវដើរដែលខ្ញុំធ្វើ2ថ្ងៃហ្នឹងគឺហើយបងប្អូនហើយជាស្ថាពរហើយអញ្ចឹងបងប្អូនអាច save នៅវីដេអូនេះទុកមើលនៅថ្ងៃក្រោយអញ្ចឹងទៅឬក៏ share វាចេញទុកមើលអញ្ចឹងណាព្រោះវីដេអូនេះធ្វើតែម្ដងទេបងប្អូនអត់មាន2-3ដងទេហើយអរគុណច្រើនសម្រាប់ការតាមដានទស្សនាជម្រាបលា